អស់ពីយកតរ៉េនទៅឆឹងហើយឥឡូវយកមកបំពងវិញម្ដងពីមុខនឹងញញ៉ាំសឹងតរាល់ឆ្នាំហើយព្រោះទិញតរ៉េនមកពេលខ្លះបតុមទុំពេលខ្លះទុកអត់ទុំទេដោយតរ៉េននៅក្នុងរូបនេះអញ្ចឹងសាច់គេឡើងល្អហ្មងតែចៃដន្យនេះទុកប្រហែលថ្ងៃគឺអត់ទុំសោះបើក្របវិញពុះចេញមកឡើងសស្លែតហ្មងខ្ញុំមិនដឹងថាតរ៉េននេះបើទុកតទៀតដឹងទុំអត់ទេឃើញតរ៉េនចេញមកសាច់រឹងប៉េះអញ្ចឹងតិចយកទៅបោះចោលឬក៏ទុកចោលអីទៅជឿខ្ញុំមកកំចោលយកមកបំពងញ៉ាំក៏ឆ្ងាញ់ដែរជិះលក់ជាមួយនឹងទឹកដោះគោអូយនិយាយពីថាឆ្ងាញ់អស់ស្ទះហ្មងក្រែងបងប្អូនខ្លះក៏រវល់អត់សូវមានពេលយកឆឹងយើងត្រូវចំណាយពេលជាងបំពងអញ្ចឹងបងប្អូនចិត្តវាស្ដើងអញ្ចឹងមកដើម្បីយកវាទៅបំពងញ៉ាំចិត្តស្ដើងក៏បានក្រាស់ក៏បានគ្រាន់ថាបើយើងចង់ឲ្យវាស្រួយក្រៅយើងចិត្តរៀងស្ដើងតែបើចង់បានសាច់ទន់ឈ្ងុយពុះរៀងក្រាស់បន្តិចទៅតែកុំក្រាស់ខ្លាំងពេកកម្រាស់ប៉ិនខ្ញុំនេះគឺមកសំល្មមហើយធំអញ្ចឹងបងប្អូនទុកឆឹងទៅរបៀបបំពងខ្ញុំគឺមិនពិបាកអីទេដាក់តែប្រេងឆាចូលទៅក្នុងខ្ទះហើយបើកភ្លើងឲ្យក្តៅមកដាក់តរ៉េនចូលហ្មងពេលបំពងនេះស្រួលទៀតអត់មានផ្ទុះមានអីទេមិនបាច់ភ័យថាខ្លាចតរ៉េនមានជាតិទឹកពេលដាក់ចូលបំពងទៅវាផ្ទុះលោតអីអត់ទេស្រួលហ្មងហើយយើងបន្ថយភ្លើងមកល្មមតាមដែលយើងចង់បានអញ្ចឹងណាប្រែត្រឡប់តរ៉េនយើងមកចំហៀងទៅយើងគ្រាន់តែចង់បំពងមកឆ្អិនឬក៏ចង់ឲ្យវារៀងស្រួយខាងក្រៅអីយើងលៃមើលតាមហ្នឹងណាបើបំពងមកឆ្អិនតាមមួយផ្លែតទេដាក់តាមមួយប្រលនឹងឆ្អិនហើយតែបើចង់ឲ្យវាឡើងក្រហមស្រួយក្រៅតិចអីដាក់រៀងយូរបន្តិចហើយយើងរងចាំមើលណាពេលដែលដាក់តរ៉េនចូលបំពងភ្លាមហ្នឹងគឺពុះខ្លាំងមែនតែនៅពេលដែលតរ៉េនចាប់ដើមឡើងក្រហមចេះគឺវាអន់ថយការពុះហើយបើសិនជាយើងចង់ស្រួយខ្លាំងយើងបំពងរហូតតតែប្រេងឆានឹងឈប់ពុះចាំស្រង់ចេញតែខ្ញុំក្រហមប៉ុណ្ណឹងគឺខ្ញុំស្រង់ចេញមកហើយអត់ខុសគ្នាពីធ្វើចេកឆាបទេចេកឆាបពេលដែលយើងចាក់ចេកចូលទៅក្នុងប្រេងឆាដបងគឺថាពុះកជ្រោលហ្មងតតែចេកចាប់ដើមឆ្អិនស្រួយទៅគឺវាលែងពុះហ្មងអញ្ចឹងយើងស្រង់ចេញទៅតែតរ៉េនខ្ញុំអត់ទុកឲ្យដល់ចេកទេមើលតែអន់ពុះមកល្មមគឺខ្ញុំស្រង់ចេញហើយបងប្អូនអាចមើលតាមរូបនឹងបានអញ្ចឹងណាព្រោះបើសិនជាយើងគ្រាន់តែបំពងមកឆ្អិនទេដាក់តាមមួយផ្លែតឆ្អិនហើយតរ៉េនអត់ពិបាកទេព្រោះយើងពុះស្ដើងចេះទៀតកាន់តែឆាប់ឆ្អិនថាយើងបំពងមកឆ្អិនទេសាច់គេល្មួតហើយឈ្ងុយតែបើយើងបំពងឲ្យវាឡើងក្រហមតិចវារៀងស្រួយនៅក្នុងហ្នឹងហើយនៅមានក្លិនឈ្ងុយដូចគ្នាបងហើយខ្ញុំស្រង់ដាក់នឹងកត្រងទុកចាំស្ទុះសិនឲ្យវារៀងស្រស់បន្តិចបានចាក់ដាក់ក្នុងចានឬបងប្អូនអាចយកតាជូតមាត់យើងមកដាក់ពីក្រោមអញ្ចឹងទៅពេលយើងចាក់ទៅប្រេងហ្នឹងវាជប់ទៅกระดาษអស់ហើយអត់នៅជាប់ជាមួយនឹងសាច់តរ៉េនទេអញ្ចឹងរបៀបបំពងនេះគឺមិនមានអីច្រើនទេតែប៉ុណ្្នឹងឯងក្រហមស្រង់ចេញមកដាក់នៅក្នុងចានទៅនៅពេលដែលចូលត្រជាក់គឺយើងជ្រលក់ជាមួយនឹងទឹកដោះគោខាប់ចង់ញ៉ាំតទេក៏បានដែរឆ្ងាញ់មួយបែបម្នាក់បើខ្ញុំចូលចិត្តជ្រលក់មួយទឹកដោះគោខាប់ព្រោះនៅពេលដែលញ៉ាំទៅវាខ្ទិះផ្អែមហើយត្រូវជាមួយនឹងសាច់តរ៉េនល្មួតទៀតនិយាយពីថាឆ្ងាញ់ពិបាកនិយាយហ្មងរបៀបតនេយប់ឡើងអីអត់ដឹងថាធ្វើអីញ៉ាំឲ្យប្លែកមាត់បងប្អូនពងតរ៉េននេះញ៉ាំទៅហើយជាពិសេសបើទិញតរ៉េនមកប៉ះខ្ចីបន្ទុំអត់ទុំឲ្យទៀតហ្នឹងគឺរត់ទៅត្រូវអត់ចាំបាច់យកទៅទុកចោលទេយកមកធ្វើញ៉ាំចេះមកបើអត់សូវចូលចិត្តញ៉ាំផ្អែមទេមិនបាច់ជ្រលក់មួយទឹកដោះគោខាប់ក៏បានដែរព្រោះសាច់តរ៉េននេះវាមានជាតិផ្អែមនៅក្នុងនឹងខ្លះហើយអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណដែលបានចូលមើលបើមានសំណួរឬចម្ងល់អីបន្ថែមអាច comment នៅខាងក្រោមជួបគ្នាម្ដងទៀតនៅវីដេអូក្រោយបាយ